យន្តហោះ Boeing 737 MAX ត្រូវបានបញ្ជូនត្រឡប់ពីចិនទៅរោងចក្ររបស់ក្រុមហ៊ុន Boeing នៅសហរដ្ឋអាមេរិកចំពេលសង្គ្រាមពន្ធរវាងចិននិងសហរដ្ឋអាមេរិកកាន់តែឡើងកម្ដៅប្រភពព័ត៌មានអន្តរជាតិបានរាយការណ៍ថាយន្តហោះ Boeing 737 MAX របស់ក្រុមហ៊ុន Boeing ត្រូវបានក្រុមហ៊ុនអាកាសចរ Xiamen Air របស់ចិនបញ្ជូនត្រឡប់ទៅកាន់មូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុននៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យទី20 ខែមេសាឆ្នាំ2025វាគឺជាវិធានការឆ្លើយតបមួយទៀតរបស់ចិនចំពោះសង្គ្រាមពន្ធជាមួយសហរដ្ឋអាមេរិកយន្តហោះ Boeing 737 MAX ត្រូវបានបញ្ជូនត្រឡប់នេះបានលាបពណ៌និងឈ្មោះក្រុមហ៊ុនអាកាសចរ Xiamen Air នៅលើតួយន្តហោះរួចរាល់អស់ទៅហើយយន្តហោះនេះត្រូវបានធ្វើដំណើរឆ្ងាយប្រមាណ 8000 គីឡូម៉ែត្រដើម្បីទៅដល់ទីក្រុង Seattle ដែលតម្រូវឲ្យចាក់ប្រេងឥន្ធនៈចំនួន2ដងដោយលើកទី1នៅកោះ Guam និងលើកទី2នៅកោះ Hawaii យន្តហោះមួយនេះគឺជាផ្នែកមួយនៃយន្តហោះ Boeing 737 MAX ជាច្រើនគ្រឿងទៀតដែលកំពុងរងចាំនៅរោងចក្រដំឡើងនៅទីក្រុងចុងសានប្រទេសចិនដើម្បីរងចាំការប្រកួតជូនក្រុមហ៊ុនអាកាសចរចិនប៉ុន្តែស្ថានភាពបានផ្លាស់ប្ដូរបន្ទាប់ពីលោក Donald Trump បានដំឡើងពន្ធលើទំនិញនាំចូលពីចិនរហូតដល់ 145% ដែលបានជំរុញឲ្យចិនឆ្លើយតបដោយការដាក់ពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកក្នុងអត្រា 125% ជាមួយនឹងរបាំងពន្ធនេះក្រុមហ៊ុនអាកាសចរចិនដែលទទួលយន្តហោះពីក្រុមហ៊ុន Boeing ត្រូវបង់ពន្ធបន្ថែមយ៉ាងច្រើនព្រោះយន្តហោះ Boeing 737 MAX មួយគ្រឿងមានតម្លៃទីផ្សារប្រមាណ $55 លានអាមេរិកបច្ចុប្បន្ននៅមិនទាន់ច្បាស់ថាអ្នកណាជាអ្នកសម្រេចចិត្តឲ្យបញ្ជូនយន្តហោះនេះត្រឡប់ទៅអាមេរិកនោះទេទាំងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរ Xiamen Air មិនបានឆ្លើយតបចំពោះសំណើសូមអត្ថាធិប្បាយពីសារព័ត៌មាននោះឡើយទោះជាយ៉ាងណាកាលពីមុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថារដ្ឋាភិបាលចិនបានចេញបញ្ជាឲ្យក្រុមហ៊ុនអាកាសចរក្នុងស្រុកផ្អាកការទទួលយន្តហោះដែលបានបញ្ជាទិញពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិកដើម្បីជាការឆ្លើយតបនឹងវិធានការដំឡើងពន្ធគយរបស់ប្រធានាធិបតី Donald Trump លើសពីនេះចិនក៏បានស្នើឲ្យក្រុមហ៊ុនអាកាសចរចិនផ្អាកការទិញគ្រឿងបន្លាស់និងបរិក្ខារទាក់ទងនឹងយន្តហោះពីក្រុមហ៊ុនអាមេរិកផងដែរ